នេះអង្គទេក្រាមួយចឹងយើងអាចសេបានថាអង្គទេក្រានៃ0កំណត់ដល់1នៃ x បូកនេះព្រីតនេះស្មើនឹង1យើងអាចសេថា x បូកព្រីតលើបូកដកឲ្យ1 dx អញ្ចឹងយើងអង្គតទៀតមកស្មើនឹងលិនតម្លៃខាននៃ x បូកដក x កំណត់ពី0ទៅ1នេះចំនួន1ចូលមកវាស្មើនឹងលិននៃ1បូកដកឲ្យ1ដកឲ្យកំណត់0មកលិននៃដកឲ្យ0អញ្ចឹងយើងដឹងថាលិនគឺស្មើនឹង1អញ្ចឹងស្មើនឹងលិនតម្លៃលេខខាននៃ1បូកដក1ហើយដក1ទៀតអញ្ចឹងគឺស្មើនឹងលិនតម្លៃខាននៃ1បូកដក2ចឹងដូចនេះ k យើងស្មើលិនតម្លៃខាននៃ1បូកដកឲ្យដល់2បាទសូម